ជំរាបសួរពុកម៉ែបងប្អូនមុខម្ហូបឆាក្តៅទារបស់ខ្ញុំមុនដំបូងខ្ញុំចាប់ផ្ដើមយកគល់ស្លឹកគ្រៃមកហាន់ឲ្យល្អិតតូចដើម្បីស្រួលយកវាទៅកិនបងប្អូនឥឡូវគល់ស្លឹកគ្រៃខ្ញុំហាន់រួចហើយខ្ញុំក៏កើបវាដាក់ក្នុងកំប៉ុងរួចមកខ្ញុំយកខ្ទឹមស 3-4 កំពឹសហើយដាក់ជាមួយរមៀតហើយរំដេង 3-4 ចំណិតហើយមានស្លឹកក្រូចសើចបន្ទាប់មកខ្ញុំក៏យកបន្លែម្ទេសដែលខ្ញុំឆាហ្នឹងយកមកកាត់វាជាពីរតែបើនិយាយរឿងម្ទេសពណ៌ខៀវហ្នឹងវិញអត់សូវហឹរទេបងប្អូនតែបើបងប្អូនចូលចិត្តហឹរបងប្អូនអាចដាក់វាច្រើនក៏បានដែរបើម្ទេសពណ៌ក្រហមនេះវិញបងប្អូនអត់មានរសជាតិហឹរហ្មងមានរសជាតិផ្អែមតែម្ដងហ្មងឥឡូវបន្លែម្ទេសខ្ញុំក៏បានហាន់រួចហើយបងប្អូនខ្ញុំក៏កើបវាដាក់កញ្ច្រែងទុកមួយដុល្លារសិនខ្ញុំចាប់ផ្ដើមដាក់ខ្ទះលើភ្លើងរួចមកខ្ញុំក៏ចាក់ខ្លាញ់ចូលហើយយកគ្រឿងដែលយើងកិនរួចយកមកចាក់ចូលរួចហើយយើងចាប់ផ្ដើមកូរវា 3-4 សន្ទុះមើលតែគ្រឿងរាងសព្វហើយយើងដាក់ចេងមួយចុងស្លាបព្រាដាក់អំបិលមួយចុងស្លាបព្រាដាក់ស្ករមួយស្លាបព្រាដាក់ម្សៅស៊ុបមួយចុងស្លាបព្រាទៀតរួចហើយយើងចាប់ដើមកូរគ្រឿងឲ្យរាងក្រហមយើងចាក់ទឹកត្រីចូលមួយស្លាបព្រារួចហើយយើងចាប់ដើមកូរវាមួយសន្ទុះសិនបន្ទាប់មកខ្ញុំក៏ចាក់សាច់ចូលរួចហើយខ្ញុំកូរវា 3-4 ត្រឡប់មើលតែសាច់រាងសព្វគ្រឿងហើយខ្ញុំយកមកគ្រប 3-4 នាទីឥឡូវ 3-4 នាទីកន្លងផុតហើយមើលទៅសាច់ក៏រាងឆ្អិនដែរខ្ញុំក៏ចាប់ផ្ដើមយកបន្លែយកមកចាក់រួចហើយកូរវាត្រឡប់ 3-4 ត្រឡប់រួចមកទុក 3-4 នាទីទៀតឥឡូវមុខម្ហូបឆាក្តៅស្លាបទារបស់ខ្ញុំបានរួចរាល់ហើយបងប្អូនយ៉ាងម៉េចដែរបងប្អូនការធ្វើម្ហូបរបស់ខ្ញុំគិតថាមុខម្ហូបមួយមុខនេះមិនពិបាកធ្វើទេបងប្អូន